អ្វីដែលខ្ញុំបានរៀបរាប់ខាងលើទាំងប៉ុន្មានអាចឲ្យបងប្អូនធ្វើការដកពិសោធន៍ដោយផ្ទាល់ខ្លួនក្នុងការទុកចិត្តលើព្រះជាម្ចាស់ថាទ្រង់នឹងរៀបចំអ្វីៗគ្រប់យ៉ាងសម្រាប់យើងបានដោយគ្រាន់តែយើងខិតខំស្វែងរកព្រះរាជរបស់ព្រះជាម្ចាស់ខិតខំបម្រើព្រះជាម្ចាស់តាមអំណោយទានដែលព្រះអង្គបានផ្ដល់ដល់យើងម្នាក់ៗនិងខិតខំប្រព្រឹត្តអំពើសុចរិតយើងក៏ដឹងដែរថាការដែលយើងខិតខំគិតពីគម្រោងការនិងប្រយោជន៍ផ្ទាល់ខ្លួនបាននាំឲ្យយើងជួបរឿងបរាជ័យការខកចិត្តនិងវិបត្តិផ្សេងៗហើយបងប្អូនជាច្រើនបានឃ្លាតចេញឆ្ងាយពីព្រះជាម្ចាស់ទៅយើងជាកូនរបស់ព្រះមិនខិតខំប្រព្រឹត្តអំពើសុចរិតមិនស្ដាប់បង្គាប់ព្រះជាម្ចាស់បែរទៅជាប្រព្រឹត្តអំពើបាបនាំឲ្យយើងជួបទុក្ខព្រួយជួបភាពអាម៉ាស់វិបដិសារីដែលនាំឲ្យយើងដាច់ភាពស្និទ្ធស្នាលជាមួយព្រះជាម្ចាស់ពេលនោះអរិយវានាំឲ្យយើងគិតអវិជ្ជមានជាច្រើនតែប្រសិនបើយើងបានប្រព្រឹត្តបាបចូលកុំអស់សង្ឃឹមត្រូវដឹងថាព្រះនៅតែស្រឡាញ់យើងទ្រង់នៅតែអត់ទោសអំពើបាបរបស់យើងចូលប្រែចិត្តជាថ្មីហើយវិលបែរមកឲ្យព្រះដឹកនាំជីវិតយើងជាថ្មីកូនតូចៗរាល់គ្នាអើយខ្ញុំសរសេរសេចក្តីទាំងនេះមកអ្នករាល់គ្នាដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាបប៉ុន្តែប្រសិនបើអ្នកណាធ្វើបាបនោះយើងមានព្រះដ៏ជួយការពារមួយអង្គគង់នៅជាមួយព្រះបុត្របិតាគឺព្រះយេស៊ូវគ្រីស្ទជាព្រះដ៏សុចរិតព្រះអង្គជាដង្វាយលុះយើងឲ្យរួចពីបាបហើយមិនត្រឹមតែលុះបាបរបស់យើងប៉ុណ្ណោះគឺថែមទាំងលុះបាបមនុស្សលោកទាំងមូលផងដែរ1យ៉ូហានជំពូក12ខ1ដល់ខ2ខ្ញុំសូមបញ្ជាក់ខ្ញុំមិនចង់មានន័យថាគ្រប់អ្នកជឿទាំងអស់គ្នានឹងក្លាយជាអ្នកមានអ្នកជឿទាំងអស់គ្នានឹងរៀនបានខ្ពង់ខ្ពស់អ្នកជឿទាំងអស់គ្នានឹងមិនមានទុក្ខលំបាកនោះទេតែអ្នកជឿគ្រប់គ្នានឹងទទួលបានតាមជំនឿរបស់ខ្លួនពីព្រោះអ្នកខ្លះជឿថាព្រះមិនប្រទានឲ្យអ្នកជឿបានហូរហៀទេពីព្រោះគាត់ជឿលើការរងទុក្ខលំបាកព្រះមានព្រះបន្ទូលថាមនុស្សនឹងទទួលផលពីមាត់ដែលថ្លែងចូលរក្សាចិត្តឲ្យអស់ពីព្យាយាមត្បិតអស់ទាំងផលនៃជីវិតសុទ្ធតែចេញពីក្នុងចិត្តមកសុភាសិតជំពូក14ខ23បើយើងថ្លែងតែទុក្ខព្រួយទោះយើងកំពុងសុខស្រួលក៏ដោយក៏ចិត្តយើងនឹកគិតពីសេចក្តីទុក្ខព្រួយដែលមិនទាន់មកដល់ជានិច្ចពីព្រោះយើងមើលឃើញអ្វីទាំងអស់សុទ្ធតែជាទុក្ខព្រួយនៅក្នុងគម្ពីរសុភាសិតជំពូក11ខ24មនុស្សមានចិត្តទូលាយរឹតតែមានទ្រព្យច្រើនរីឯមនុស្សកំណាញ់ធ្វើឲ្យខ្លួនកាន់តែក្រទៅហើយនៅគម្ពីរសញ្ញាថ្មីទ្រង់បានប្រាប់ថាអ្នកណាព្រោះតិចក៏ច្រូតបានតិចអ្នកព្រោះច្រើននឹងច្រូតបានច្រើនដែរ2កូរិនថូសជំពូក9ខ6សូមចងចាំថាអ្នកណាព្រោះតិចអ្នកនោះក៏ច្រូតបានផលតិចដែររីឯអ្នកដែលព្រោះច្រើនបរិបូរណ៍ក៏ច្រូតបានផលច្រើនបរិបូរណ៍ដែរនៅពេលយើងជួបព្រះហើយយើងសួរព្រះថាហេតុអ្វីខ្ញុំមិនមានរង្វាន់ច្រើនដូចគេអ្វីដែលអ្នកធ្វើនៅថ្ងៃនេះនឹងកំណត់អនាគតរបស់អ្នកនៅថ្ងៃខាងមុខដូច្នេះយើងបានទាំងជីវិតអស់កលជានិច្ចនៅឋានសួគ៌យើងបានទាំងរង្វាន់នៅឋានសួគ៌ដែលព្រះបម្រុងទុកឲ្យយើងមានទាំងក្រុមគ្រួសារទទួលការសង្គ្រោះបានទាំងសុភមង្គលបានទាំងទ្រព្យសម្បត្តិគ្រប់យ៉ាងនៅផែនដីបានទាំងសុខភាពល្អយើងអាចឈ្នះលើទុក្ខលំបាកគ្រប់យ៉ាងក្នុងជីវិតនេះហើយបើយើងគិតពីប្រយោជន៍របស់ព្រះនោះយើងនឹងមិនអាចដាច់ចេញពីព្រះជាម្ចាស់បានឡើយតើយើងចង់ចូលទៅនគរឋានសួគ៌ទាំងទទួលបានរង្វាន់ហើយព្រះជាម្ចាស់សរសើរយើងថាអ្នកបម្រើដ៏ស្មោះត្រង់ឬចង់ចូលទៅនគរឋានសួគ៌ដោយគ្មានរង្វាន់ហើយព្រះជាម្ចាស់មានបន្ទូលមកកាន់យើងថាអ្នកបម្រើខ្ជិលច្រអូសនិងមិនស្មោះត្រង់ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអ្នកដែលបានស្ដាប់សេចក្តីបន្ទាល់របស់ខ្ញុំនេះនិងតាមរយៈសៀវភៅដែលខ្ញុំបានសរសេរខ្ញុំជឿថាព្រះអាចធ្វើការអស្ចារ្យជាច្រើនក្នុងជីវិតខ្ញុំនិងបុគ្គលជាច្រើនអ្នកទៀតខ្ញុំក៏ជឿជាក់ថាព្រះក៏អាចធ្វើការអស្ចារ្យក្នុងជីវិតអ្នកបានដូចគ្នាចូលដាក់ព្រះជាទី1ក្នុងជីវិតរបស់អ្នកទ្រង់មានផែនការដ៏អស្ចារ្យក្នុងជីវិតរបស់អ្នកយើងស្គាល់ច្បាស់នៅគម្រោងការទ្រង់មានផែនការដ៏អស្ចារ្យក្នុងជីវិតអ្នកទ្រង់មានព្រះបន្ទូលថាយើងស្គាល់ច្បាស់នៅគម្រោងការដែលយើងបានគ្រោងទុកសម្រាប់អ្នករាល់គ្នាជាគម្រោងការដែលផ្ដល់សេចក្តីសុខសាន្តដល់អ្នករាល់គ្នាគឺមិនមែនឲ្យអ្នករាល់គ្នាត្រូវវេទនាទេយើងនឹងផ្ដល់សេចក្តីសង្ឃឹមនិងអនាគតល្អឲ្យអ្នករាល់គ្នា
យេរេមៀជំពូក29ខ11សូមព្រះជាម្ចាស់ប្រទានពរសេចក្តីសុខសាន្តអំណរសង្ឃឹមការប្រោសជាព្រះពរដល់លោកអ្នកក្នុងព្រះគ្រីស្ទយេស៊ូវអាមែនដោយសេចក្តីរាប់អាននិងសេចក្តីស្រឡាញ់ពីចក្ខុបណ្ឌិតប៉ាងសមននិងភរិយាញ៉ែមចរិយាប្រធានពេទ្យភ្នែកកម្ពុជាប្រធានពេទ្យភ្នែកគៀនឃ្លាំងប្រធានគ្លីនិកឯកទេសភ្នែកសូមព្រះជាម្ចាស់ប្រទានពរអរគុណសម្រាប់ការចំណាយពេលស្ដាប់របស់លោកអ្នកហើយសូមព្រះជាម្ចាស់ប្រទានពរលោកអ្នកបងប្អូនបានប្រកបដោយព្រះគុណទាំងសុខភាពសុវត្ថិភាពលំហូរនៃការផ្គត់ផ្គង់ការគោរពបម្រើព្រះដោយអរសប្បាយហើយបង្កើតផលផ្លែថ្វាយព្រះអង្គរហូតអស់មួយជីវិតក្នុងព្រះនាមព្រះម្ចាស់យេស៊ូវគ្រីស្ទអាមែន